ប្រវត្តិនៃការកកើតទឹកនៅលើផែនដីទឹកគឺជាធាតុដ៏សំខាន់បំផុតសម្រាប់ជីវិតនៅលើផែនដីប៉ុន្តែសំណួរមួយដែលអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ជាយូរមកហើយគឺតើទឹកនៅលើផែនដីមានប្រភពមកពីណាកំណើតផែនដីនិងការកកើតទឹកប្រហែល 4.5 ពាន់លានឆ្នាំមុនផែនដីបានកកើតឡើងពីធូលីនិងអូស្មန်នៅក្នុងប្រព័ន្ធព្រះអាទិត្យនៅដំណាក់កាលដំបូងផែនដីមានសីតុណ្ហភាពខ្ពស់ខ្លាំងដោយសារការបុកទង្គិចជាបន្តបន្ទាប់រវាងវត្ថុអវកាសនិងសកម្មភាពភ្នំភ្លើងក្នុងស្ថានភាពនេះទឹកមិនអាចស្ថិតនៅជារាវបានទេអ្នកវិទ្យាសាស្ត្រជឿថាទឹកនៅលើផែនដីមានប្រភពសំខាន់ពីរយ៉ាង1ទឹកពីខាងក្នុងផែនដីនៅពេលផែនដីកំពុងត្រជាក់ចុះអូស្មန်និងចំហាយទឹកដែលជាប់នៅក្នុងស្រទាប់ថ្មខាងក្នុងត្រូវបានបញ្ចេញតាមរយៈសកម្មភាពភ្នំភ្លើងចំហាយទឹកទាំងនេះបានប្រមូលផ្ដុំក្នុងបរិយាកាសហើយក្រោយមកបានកកជាពពកនិងធ្លាក់ជាភ្លៀងអស់រយៈពេលរាប់លានឆ្នាំភ្លៀងទាំងនោះបានបំពេញអាងទឹកនិងបង្កើតជាមហាសមុទ្រដំបូង2ទឹកពីអាចផ្កាយនិងផ្កាយដុកកន្ទប់ទ្រឹស្ដីមួយទៀតបានលើកឡើងថាក្នុងអំឡុងពេលដំបូងនៃប្រព័ន្ធព្រះអាទិត្យអាចផ្កាយនិងផ្កាយដុកកន្ទប់ដែលផ្ទុកទឹកកកបានបុកមកលើផែនដីទឹកកកទាំងនោះបានរលាយនិងបន្ថែមបរិមាណទឹកនៅលើផែនដីការសិក្សាសមាសធាតុគីមីនៃអាចផ្កាយមួយចំនួនបានបង្ហាញថាវាមានសមាសភាពទឹកស្រដៀងនឹងទឹកនៅលើផែនដីការបង្កើតមហាសមុទ្រប្រហែល 4.0 ពាន់លានឆ្នាំមុនផែនដីបានត្រជាក់គ្រប់គ្រាន់ដើម្បីឲ្យទឹកនៅជាស្ថានភាពរាវភ្លៀងបានធ្លាក់ជាបន្តបន្ទាប់និងប្រមូលផ្ដុំនៅតំបន់ទាបៗបង្កើតជាមហាសមុទ្របឹងនិងទន្លេមហាសមុទ្រទាំងនេះបានក្លាយជាបរិស្ថានសំខាន់សម្រាប់ការកកើតនៃជីវិតដំបូងនៅលើផែនដីសារៈសំខាន់នៃទឹកគ្របដណ្ដប់ប្រមាណ 71% នៃផ្ទៃផែនដីនិងជាធាតុចាំបាច់សម្រាប់គ្រប់ភាវៈរស់វាជួយគ្រប់គ្រងសីតុណ្ហភាពផែនដីដឹកជញ្ជូនសារធាតុចិញ្ចឹមនិងគាំទ្រប្រព័ន្ធអេកូឡូស៊ីទាំងមូលសេចក្តីសន្និដ្ឋានទោះបីជាអ្នកវិទ្យាសាស្ត្រនៅតែបន្តស្រាវជ្រាវក៏ដោយភស្តុតាងបច្ចុប្បន្នបង្ហាញថាទឹកនៅលើផែនដីទំនងជាបានមកពីទាំងចំហាយទឹកដែលបញ្ចេញពីខាងក្នុងផែនដីនិងទឹកកកដែលនាំមកដោយអាចពីកាយនិងផ្កាយដុះកន្ទុយការមានទឹកបានធ្វើឲ្យផែនដីក្លាយជាភពតែមួយដែលយើងដឹងថាមានជីវិតរស់នៅគ្មានទឹកគ្មានជីវិតគឺជាការពិតដែលបង្ហាញពីតម្លៃដ៏មហិមារបស់ទឹកចំពោះផែនដីនិងមនុស្សជាតិសូមជួយចុច Subscribe និងចែករំលែកដល់មិត្តភ័ក្តិរបស់អ្នកផងសូមអរគុណ